ពួកម្នាក់និយាយពីថា Mobile Legends បានចេញ hero ថ្មីទី130មកទៀតទេណា hero ហ្នឹងមានថាឈ្មោះ Obsidian មិនដឹងថាជាឈ្មោះទៅគ្រាប់ base អីទេមើលទៅដូចជាសាប៊ូកក់សក់អញ្ចឹងប៉ុន្តែចាយឃើញអ្នកខ្លះគេហៅវាថា Obsidian អ្នកខ្លះហៅថា Obsidian ប៉ុន្តែចាយចង់ហៅ Obsidian ត្មងតែឲ្យស្រួលមើលទៅដូចសាប៊ូកក់សក់ដែល hero ហ្នឹងគឺជាប្រភេទ hero marksman ដែលជាប្រភេទ hero មកពី Abyss ដូចជា Selena អីចឹងណាទៅគ្រាន់តែស្ដាប់ជីវប្រវត្តិថាមកពីពពួក Abyss ហ្នឹងក៏មានអារម្មណ៍ថាខ្លាំងដែរព្រោះថា Selena មកពីខាង Abyss ដែរមើលទៅខ្លាំងសាហាវហ្មងណា hero នេះមើលទៅក៏មិនណយដែរគាត់ថាមាន hero កាទៀវខួយហ្នឹងណាវាជាប្រភេទ marksman ចឹងហើយឈាមវាប្រកាសជាអលួយអញ្ចឹងឲ្យពួក assassin អីដល់ស៊ីកើតអញ្ចឹងនិយាយទៅគេថា hero ហ្នឹងគេធ្វើអត់តរួចទេប៉ុន្តែចែកចង់យកមកប្រាប់មុនអីចឹងណាហើយឥឡូវយើងទៅមើលទៅលើ skill effect វាទាំងអស់គ្នាហើយនេះគឺជា skill ទី1របស់ hero ហ្នឹងមានអារម្មណ៍ថាមើលមកផ្លែទៅដូចមីយ៉ាមិនដឹងទេមានអារម្មណ៍ថា hero Mobile Legends ចេញថ្មីស្រៀង hero ចាស់មកថាចាឯងចេះតែថាមើលទៅនោះអាពេលដាក់ skill ទី1បាញ់ទៅលុតជង្គង់លុតអីមីយ៉ា skin legend មិនអញ្ចឹងពេលដាក់ skill ទី1បាញ់ទៅមិនលុតជង្គង់ហើយចំណែក skill ទី2របស់ hero ហ្នឹងគឺថាមានប្រយោជន៍ខ្លាំងមែនតើហ្មង skill ទី2គឺជា skill ដែលថាអាចដាស់បានគឺថាមានប្រយោជន៍សម្រាប់ hero marksman ខ្លាំងមែនតើហ្មងស្រួលរត់ពីពួក assassin ស៊ីនិយាយទៅគឺថាចាយគឺថា hero ហ្នឹងល្អព្រោះថា Mobile Legends យើងឥឡូវហ្នឹង hero marksman ខ្លះអត់មាន skill ដាស់មាន skill រត់ផងទាំងដែរ hero នេះគេមកក្រោយសោះប៉ុន្តែគេច្បាស់លាស់មាន skill រត់មាន skill អីនេះ Mobile Legends គឺថាអាចយកទៅថតសម្រាប់ hero ចាស់ហានាប៊ីមីយ៉ាឡៃឡាអីហ្មងប៉ុន្តែបើថាយើងមើលទៅលើ ultimate វិញមានអារម្មណ៍ថាដូចគេសូវយល់ពី ultimate hero ហ្នឹងសោះហ្មងអត់ដឹងថាចង់និយាយពីអីទេប៉ុន្តែអត់អីទេព្រោះថា hero ហ្នឹងអត់តន់ទៅហើយចាំមើលទៅពេលធ្វើហើយចាំចាយមកប្រាប់បន្តទៀតតែហើយបើថាពុកម្ដងឯងបងចាយចាយកូនណាចាំបានពេល Mobile Legends Free Fire អីធៀវខោក៏កំភ្លេចនៅខាងស្រីណា